តែខេត្តឯណោះភ្លាមនោះសំឡេងនៅមុខទ្វារដែលកំពុងស្រែកហៅនោះក៏បានប្រែក្លាយទៅជាសំឡេងមនុស្សប្រុសធ្ងន់ទៅវិញដោយសំឡេងនោះនិយាយថាឯងបានដឹងហើយមែនទេយើងកំពុងរងចាំឯងដោយអត់ទ្រាំនឹងការងើយឆ្ងល់តារ៉ាបានសម្រេចចិត្តយកកូនសោទៅចាក់បើកទ្វារបន្ទប់លេខ7នោះនៅក្នុងបន្ទប់នោះគឺគ្មានមនុស្សគ្មានគ្រឿងសង្ហារឹមអ្វីឡើយគឺមានតែរូបថតអ្នកដែលបានបាត់ខ្លួនរាប់រយបានបិទនៅលើពាសពេញជញ្ជាំងហើយអ្វីដែលចម្លែករូបថតដែលនៅខាងក្រោយគេគឺជារូបថតរបស់តារាផ្ទាល់តែម្ដងដែលកំពុងតែឈរមើលជញ្ជាំងនៅពេលនោះឯងហើយនៅខាងក្រោមរូបថតបានសរសេរថាបាត់ខ្លួននៅម៉ោង3:07នាទីយប់នេះហើយបន្ទាប់មកទ្វារក៏បានបិទដោយខ្លួនឯងហើយមានដៃខ្មោចជាច្រើនលូកចេញពីជញ្ជាំងដោយបានទាញតារាចូលទៅក្នុងភាពងងឹតបាត់ស្រមោលតែម្ដងហើយនៅពេលនេះតារាបានក្លាយទៅជាវិញ្ញាណបាត់ទៅហើយក៏ត្រូវបានអង្គុយរងចាំបោកប្រាស់អ្នកដែលបានជួលថ្មីបន្តបន្ទាប់ពីព្រឹត្តិការណ៍យប់នោះមកម្ចាស់ផ្ទះជួលបានប្រាប់អ្នកជួលនៅអគារនោះថាតារាបានរើចេញពីបន្ទប់លេខ6បាត់ទៅហើយចុះបើជាអ្នកវិញបើសិនជាអ្នកជ្រុលចូលទៅក្នុងបន្ទប់នោះហើយបែរជាបានឃើញរូបថតរបស់ខ្លួនឯងបិទនៅលើជញ្ជាំងស្រាប់តើអ្នកនឹងធ្វើអ្វីមុនគេខមមិនពីមតិរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះ Follow សម្រាប់វីដេអូក្រោយ